កម្មសាមុនអាចចម្រៀងខ្មែរមួយនេះគឺលំបីទូទាំងពិភពលោក viral ខ្លាំងមែនទែនហើយមានអ្នកធ្វើវីដេអូរួមតាមចម្រៀងនេះ 2.2 លានវីដេអូ Are you okay? Okay រឿងប្តីប្រពន្ធគេឆ្លោះគ្នាអារឿងនេះនោះគឺមានពេញទោះជាមិនចង់ដឹងរឿងគេក៏នៅតែដឹងថាកម្មវិធីហ្នឹងឲ្យតែវាដឹងតែយើងនឹងចូលចិត្តអារឿងគេហ្នឹងវាទាញវីដេអូរឿងគេមកឲ្យមើលទៀតចុះអ្នកណាមិនញៀនអាប់មួយហ្នឹងហើយប្រធាននាយកប្រទេសអាមេរិកតាំងពី Donald Trump មកដល់ Joe Biden ក៏រោរឿងអាប់មួយហ្នឹងមិនចេះចប់មិនចេះហើយ We're looking at TikTok. We may be banning TikTok. We may be doing some other things. There are a couple of options, but a lot of things are happening. So we'll see what happens. និយាយទៅមិនបាច់ប្រាប់គាត់អ្នកទាំងអស់គ្នាដឹងតែខ្ញុំនិយាយពីអីដែរអានេះគឺកម្មវិធី TikTok និយាយទៅអាប់មួយហ្នឹងគឺជោគជ័យមែនទែនតាំងពីចិនរហូតដល់ប្រទេសក្រៅអញ្ចឹងយើងមកមើលទាំងអស់គ្នាទាក់ទងប្រវត្តិជោគជ័យរបស់ TikTok ហើយនឹងរបៀបរកស៊ីរបស់កម្មវិធីមួយនេះតែនៅចិនហ្នឹងគឺមានក្រុមហ៊ុនមួយដែលមានឈ្មោះថា ByteDance ហើយ ByteDance ហ្នឹងគឺជារោងចក្រមួយដែលគេផលិត application ឬក៏កម្មវិធីទូរស័ព្ទឲ្យអ្នកប្រើប្រាស់ប្រើអញ្ចឹងទៅហើយកាលពីមុនគឺរកឃើញដោយ Zhang Yimingគាត់ជាបរិម្នាក់ជនជាតិចិនកាលឆ្នាំ2012ហ្នឹងគឺ ByteDance បានផលិត application ឬកម្មវិធីទូរស័ព្ទដៃសរុប12ក្នុងរយៈពេលតែ3ខែទេអាការដំបូងក្រុមហ៊ុននេះមានគេឈ្មោះផលិត app ដូចមិនដឹងមិនទេ app ដែលគេផលិតមកមានឈ្មោះបកប្រែជាខ្មែរសុទ្ធថាសាច់រហូតដល់5ពោះជារៀងរាល់ថ្ងៃស្រីស្អាត100អញ្ចឹងពិបាកមែនដើម្បីរកមនុស្សឲ្យជួយធ្វើការនៅក្នុងក្រុមហ៊ុននេះព្រោះមានណាគេចង់ឆ្លើយថាអូខ្ញុំធ្វើការឲ្យ ByteDance ហើយខ្ញុំធ្វើការឲ្យសាច់រហូតដល់5ពោះទេចឹងដូចនិយាយមុនគឺម្ចាស់ក្រុមហ៊ុនគឺឈ្មោះថា Zhang Yiming មានគំនិតរកស៊ីឲ្យគាត់តែងតែមាន idol គំរូរបស់គាត់ដែលមានដូចជា Steve Jobs ហើយចង់បង្កើតក្រុមហ៊ុនយក្សធំលំដាប់ពិភពលោកដូច idol គាត់អញ្ចឹងតែនៅចិនពិបាកបន្តិចព្រោះនៅចិនអ៊ីនធឺណិតគឺដំណើរការខុសពីក្រៅប្រទេសក្រុមហ៊ុនខាងក្រៅគឺត្រូវហាមមិនឲ្យប្រើប្រាស់នៅចិនបានដូចជា Facebook និង YouTube អញ្ចឹងគេ block មកឲ្យប្រើទេហើយក្រុមហ៊ុនលើអ៊ីនធឺណិតដែលបង្កើតនៅចិនពិបាកមែនទែនការនឹងដើម្បីចេញទៅក្រៅប្រទេសអញ្ចឹងយ៉ាងជាមីងនៅតែមានមហិច្ឆតារកស៊ីវិធីដើម្បីពង្រីកឥទ្ធិពលក្រុមហ៊ុនរបស់គាត់ទៅក្រៅប្រទេសអញ្ចឹងលក្ខណៈគាត់មានគំនិតធំដើម្បីរកស៊ីហើយនៅឆ្នាំ2012ដដែលហ្នឹងកាលពីគាត់កំពុងតែអង្គុយនៅរថភ្លើងនៅចិនហ្នឹងគាត់សង្កេតឃើញថាម្នាក់គឺដូចឈប់អានកាសែតហើយមកមើលអេក្រង់នៅទូរស័ព្ទខុសពីអាការសម័យមុនពេលសង្កេតឃើញយូរទៅគាត់ក៏ត្រាស់ដឹងរឿងមួយគាត់ថាបើសិនជាគាត់ប្រើប្រព័ន្ធ AI Big Data Machine Learning ដោយស្វ័យប្រវត្តិគាត់អាចរកព័ត៌មានណាដែរអ្នកអាននឹងចូលចិត្តឲ្យមើលភ្លាមនៅទូរស័ព្ទដៃអញ្ចឹងបានអាកំណត់ហ្នឹងគាត់រត់ទៅប្រាប់ ByteDance ផលិត app ថ្មីមួយទៀតដែលមានឈ្មោះថា Tuxia និយាយថា Tuxia ហ្នឹងគឺវាខ្លាំងត្រង់ថាវាមាន algorithm មួយដែលវាយល់ចិត្តយើងវាដឹងថាយើងចង់អានព័ត៌មានអីវាផ្ញើពលមានស្តីហ្នឹងឲ្យយើងអានទៀតនិយាយទៅដូចមានអ្នកយល់ចិត្តអញ្ចឹងនិយាយថាអាប់នោះគឺវាស្គាល់ចិត្តយើងខ្លាំងហ្មងព្រោះថាវាតាមដានរាល់សកម្មភាពរបស់យើងនៅលើទូរស័ព្ទរាល់ការចុចរាល់ការឈប់ចុចអូសចុះអូសឡើងលើអេក្រង់ពេលដេក scroll ពេលផ្ងាពោះ scroll វាដឹងទាំងអស់ថាយើងចុចស្អីចូលចិត្តស្អីអញ្ចឹងការ calculate ឬការគណនានីតិផ្សេងវាទាញវាដឹងហ្មងដឹងថាយើងចង់បានអីអញ្ចឹងវាប្រមូលពលមានផ្សេងស្តីគ្នាឲ្យយើងមែនទៀតដោយសារអញ្ចឹងហើយបើម្នាក់នឹងញៀននឹងកម្មវិធីមួយនឹងណាដល់ថ្នាក់ម៉ែហៅទៅញ៉ាំបាយអត់ទៅហើយដោយសារតែអញ្ចឹងឯងបានជាអាប់មួយនឹងTuxiaនឹងគឺជោគជ័យខ្លាំងមែនទែននៅចិននឹងប៉ុន្តែភាពជោគជ័យនឹងអត់ស្រួលទេព្រោះម្នាក់ក្រុមហ៊ុនផ្សេងទៀតឃើញថាភាពជោគជ័យរបស់ក្រុមហ៊ុន ByteDance ក៏ចាប់ផ្ដើមលួចគំនិតហើយប្រជែងអញ្ចឹងគាត់ត្រូវតែរកគំនិតឬវិធីដើម្បីប្រកួតប្រជែងឲ្យឈ្នះហើយរក្សាឈ្មោះជា Top G ដដែលហើយដោយសារអញ្ចឹងហើយក៏នៅឆ្នាំ2016ហ្នឹងគឺ Zhang Yiming ក៏បង្កើតកម្មវិធីមួយទៀតដែលមានឈ្មោះថា Douyin ដែលយើងអាចចាត់ទុកថា version TikTok ដំបូងនៅចិននោះហើយដើម្បីប្រកាសថា app មួយហ្នឹងគឺទទួលបានជោគជ័យគឺ Zhang Yiming ក៏ផ្ដោតសំខាន់ទៅលើចំណុចធំមួយចំនួនទីមួយគឺគាត់ចែករំលែកទាក់ទងនឹងព័ត៌មានល្អដែលវិជ្ជមាននៅក្នុងវិស័យសេដ្ឋកិច្ចផ្សេងអញ្ចឹងទៅហើយមួយទៀតគឺបើសិនជាយើងមាន idol មួយណាដែលអ្នកចម្រៀងឬក៏តារាឯណាដែលយើងពេញចិត្តយើងចង់ទៅរក content creator មួយហ្នឹងឬគឺយើងគ្រាន់តែយកទូរស័ព្ទដៃហ្នឹង scan មុខតារាហ្នឹងទៅគឺព័ត៌មានទាក់ទងតារាហ្នឹងចេញព្រាតarticle content ផ្សេងទាក់ទងតារាវីដេអូផ្សេងវាចេញមកឲ្យយើងព្រាតហើយដោយសារតែ algorithm ហ្នឹងឯងទោះជាយើងមិនដឹងថាយើងចូលចិត្តអីគ្រាន់តែបើកទូរស័ព្ទចុចវា scroll ឡើងវាដឹងថាយើងចូលចិត្តអីវាទាញឯកសារទាញវីដេអូឲ្យយើងមើល play អញ្ចឹងពេលហ្នឹងឯងយើងចេះតែមើលរហូតដល់ញៀននិយាយទៅទោះជាមានអ្នកប្រើប្រាស់ TikTok ច្រើនប៉ុណ្ណាក៏ដោយក៏ឃើញថានៅតែមានបញ្ហាមួយចម្បងគឺដោយសារតែមិនមានអ្នកបង្កើតវីដេអូគ្រប់គ្រាន់ដើម្បីគេមើលអញ្ចឹងByteDanceក៏បង្កើតនៅផែនការ5ដើម្បីទាក់ទាញ content creator ឲ្យមកបង្កើត content នៅក្នុង app របស់ខ្លួនជំហានទី1គឺធ្វើម៉េចឲ្យការកាត់តវីដេអូធ្វើវីដេអូហ្នឹងគឺងាយស្រួលហើយជំហានទី2គឺការបង្កើត challenge នៅក្នុង app ហ្នឹង
ហើយជំហានទី3គឺធ្វើម៉េចគឺជួយ creator ឲ្យបាន view ច្រើនហើយជំហានទី4គឺចំណាយលុយក្រុមហ៊ុន ByteDance បានចំណាយលុយជាច្រើនដើម្បីអូសទាញ creator ធំៗនិងល្បីៗពី platform ផ្សេងៗឲ្យមកធ្វើវីដេអូលើ Douyin ហើយបន្ថែមលើនេះក៏ប្រមូលអ្នកមានសម្រស់ស្អាតៗមកឲ្យធ្វើវីដេអូនៅលើ app របស់ខ្លួនហើយដោយសារមក Hector ធំនឹងហើយបានធ្វើឲ្យគាត់សម្រេចចិត្តបញ្ចេញ TikTok ឲ្យពិភពលោកបានប្រើប្រាស់ហើយដើម្បីប្រកាសថា TikTok នឹងទទួលបានប្រជាប្រិយភាពនៅជុំវិញពិភពលោក ByteDance បានហ៊ានចំណាយអស់រាប់ពាន់លានដុល្លារដើម្បីទី1ទិញបុគ្គលិកឆ្នាំពីក្រុមហ៊ុនប្រកួតប្រជែងដូចជា Facebook និង YouTube ជាដើមហើយទី2ចំណាយលុយអូសទាញ creator ធំៗពី YouTube និង Facebook ឲ្យបង្កើត content នៅលើ TikTok ហើយទី3គឺមិនខ្លាចក្នុងការចំណាយដើម្បីផ្សព្វផ្សាយកម្មវិធីនៅលើ Facebook ឬ YouTube ទេនិយាយទៅទិញ ad នៅលើ Facebook YouTube ផ្សាយ application របស់ខ្លួនទៀតហើយយុទ្ធសាស្ត្រទាំង3នេះបានជួយឲ្យ TikTok នេះចាប់ផ្ដើមមានការទទួលស្គាល់នៅជុំវិញពិភពលោកអញ្ចឹងទៅមើលល្បិចវិធីលុកលុយទីផ្សាររបស់ TikTok ដែលធ្វើឲ្យ Tech Giant ដូច Facebook និង Google YouTube មិនអាចប្រឈប់ពួកគេបានល្បិចទីផ្សារដ៏ប៉ិនប្រសប់ដំបូងរបស់គេគឺការបើកចំហឲ្យអ្នកប្រើប្រាស់ហ្នឹងគឺអាច share content របស់ពួកគេនៅលើ platform ដទៃៗទៀតបានហើយប្រហែលជាមានអ្នកស្គាល់ TikTok ដំបូងដោយសារវត្តមានហ្នឹងនិយាយឲ្យខ្លីទៅគឺវិធីសាស្ត្រផ្សព្វផ្សាយហ្នឹងគឺឥតគិតថ្លៃគឺល្អមែនទែនជាទូទៅដើម្បីបង្កើតយុទ្ធនាការផ្សាយពាណិជ្ជកម្មក្រុមហ៊ុនភាគច្រើនជួលអ្នកប្រឹក្សា studio ថតសម្លេងអ្នកកែសម្រួលតួសម្ដែងអ្នករចនាជាដើមតែក្រុមហ៊ុន ByteDance វិញពួកគាត់ជ្រើសរើសប្រើវីដេអូដែលមនុស្សបានបង្ហោះនៅក្នុង TikTok ហើយយកវាធ្វើជា ads ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ platform ផ្សេងៗមិនត្រឹមតែប៉ុណ្្នឹងទេដើម្បីប្រកាសថាពួកគាត់នឹងគឺមានចំណាយលុយច្រើនពេក ByteDance បានសម្រេចចិត្តធ្វើការផ្សព្វផ្សាយខ្លាំងនៅតំបន់ដែលមាន CPM ទាបដែលមានន័យថាពួកគាត់អាចធ្វើការផ្សព្វផ្សាយបានទៅដល់មនុស្សភាគច្រើនដែលក្នុងតម្លៃទាបហើយគន្លឹះសំខាន់បំផុតមួយដែលធ្វើឲ្យ TikTok ទទួលបានភាពជោគជ័យគឺតាមរយៈការទិញយកក្រុមហ៊ុនជាច្រើនផ្សេងទៀតហើយក្រុមហ៊ុនមួយដែល ByteDance បានទិញគឺ Musical.ly ដែលជាកម្មវិធីតន្ត្រីវីដេអូខ្លីដែលស្តៀងនឹង TikTok ដែរជាពិសេសជាមួយនឹងការសង្កត់ធ្ងន់ទៅលើការប្រើប្រាស់បទចម្រៀងហើយ Musical.ly នេះមានអ្នកប្រើប្រាស់ដ៏រឹងមាំនៅសហរដ្ឋអាមេរិកជាពិសេសនៅក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេងអញ្ចឹងការទិញ app នេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយសម្រាប់វាលក់ទីផ្សារអាមេរិកហើយបន្ទាប់មក ByteDance ក៏បាន merge ជាមួយនឹង Musical.ly ហើយនៅពេលព្រឹកព្រលឹមមួយនេះស្រាប់តែបុគ្គលិកម្នាក់ស្រែកយ៉ាងរំភើបថា Arnold Schwarzenegger នឹងទើបតែចូល TikTok ហើយពួកដែលមិនភើបមិនពួកកន្លងមកសិតតែចាយលុយដើម្បីឲ្យគេចូល TikTok តែឥឡូវមានអ្នកល្បីមួយចូលមកមិនបាច់ឲ្យលុយអានកាលនោះគឺទៅតែបានលឺពី TikTok ហើយពេលលឺហើយក៏ download មកបង្ហោះវីដេអូលេងកំសាន្តអបសុកហើយនេះបានបង្កើតការផ្សព្វផ្សាយដ៏ឥតគិតថ្លៃសម្រាប់ TikTok និងវាក៏តំណាងឲ្យចំណុចមួយថាពួកគេលេងត្រូវចំណាយប្រាក់ដើម្បីទាក់ទាញ content creator មកឲ្យចូលក្នុង TikTok ទៀតហើយនិយាយថាភាពវៃឆ្លាតការគិតគ្រប់ជ្រុងជ្រោយគ្រប់កលៈទេសៈគ្រប់វិធីដើម្បីទាញទីផ្សារមកប្រើ TikTok នឹងហើយបានធ្វើឲ្យ TikTok នឹងជោគជ័យប៉ុន្តែរបស់មួយដែលយើងមិនបានគិតឃើញអត់បាននឹកស្មានអត់បានរំពឹងដែលធ្វើឲ្យ TikTok កាន់តែធំខ្លាំងនេះគឺនៅអំឡុងពេល COVID COVID pandemic នេះធ្វើឲ្យប្រទេសជាច្រើនត្រូវបានបិទទ្វារហើយមនុស្សជាច្រើនត្រូវបានគេហាមឃាត់មិនឲ្យចេញទៅក្រៅប្រទេសដោយមិនមានអីធ្វើម្នាក់ៗ download TikTok វាត្រូវបានគេរាយការណ៍ថាក្នុងអំឡុង COVID នេះអ្នកប្រើប្រាស់ TikTok ជាមធ្យមបានបើកកម្មវិធី8ដងផ្សេងគ្នាជារៀងរាល់ថ្ងៃនិយាយទៅនៅជុំវិញពិភពលោកឥឡូវណាក៏ប្រើ TikTok ដែរល្បីខ្លាំងមែនទែនប៉ុន្តែក្រុមហ៊ុន ByteDance គឺនៅតែជាក្រុមហ៊ុនឯកជននៅឡើយទេអញ្ចឹងដូច្នេះដើម្បីយល់ពីរបៀបដែល ByteDance បានជោគជ័យយ៉ាងឆាប់រហ័សយើងមកលេបមើលកម្មវិធីមួយដែលមានឈ្មោះថា Vine នេះគឺកម្មវិធីដែលគេបង្កើតវីដេអូរយៈពេលខ្លី5-1វិនាទីអញ្ចឹងទេដែលត្រូវបានបង្កើតឡើងនៅឆ្នាំ2012ដែលជាឆ្នាំដូចគ្នាដែល ByteDance នឹងបានចាប់ផ្ដើម Vine ត្រូវបានទិញដោយ Twitter មុនពេលដែលវាដាក់ដំណើរការជាផ្លូវការហើយនៅពេលដែល app នេះត្រូវបានគេដាក់ឲ្យប្រើនៅឆ្នាំ2013 Vine បានបង្កើតមូលដ្ឋានអ្នកប្រើប្រាស់ដ៏សកម្មយ៉ាងឆាប់រហ័សប៉ុន្តែនៅឆ្នាំ2015 Vine បានមានបញ្ហាដ៏ធំមួយ creator ធំៗរបស់ពួកគេទាំងអស់កាន់តែមានការខកចិត្តកាន់តែខ្លាំងដោយសារតែ Vine មិនឲ្យពួកគេរកចំណូលបានពី monetization នៅលើវីដេអូរបស់ពួកគេហើយ creator ទាំងអស់នោះមានអារម្មណ៍ថាពួកគេបានជួយឲ្យ Vine ទទួលបានជោគជ័យតែ benefit ដែលពួកគាត់ទទួលបានគឺតិចតួចមែនទែនដូច្នេះហើយបានជា creator ទាំងអស់នោះបានចាប់ផ្ដើមបង្ហោះ Vine ដើម្បីដឹកនាំមនុស្សទៅឲ្យបង្ហោះវីដេអូក្នុង Vine ហើយប្រាប់ទស្សនិកជននោះឲ្យទៅប្រើប្រាស់នៅប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតហើយដោយសារតែមានការព្រួយបារម្ភ Vine បានយល់ព្រមជួបប្រជុំជាមួយ creator កម្ពុជា18នាក់ហើយបានស្ដាប់ការទាមទាររបស់ creator នឹងហើយ creator ទាំងអស់នោះគឺចង់ទទួលបានប្រាក់ 1.2 លានដុល្លារក្នុងមួយឆ្នាំដើម្បីបង្ហោះ Vine ចំនួន3ក្នុងមួយសប្តាហ៍ហើយពេល Twitter ដឹងថាពួកគេចង់បាន 1.2 លានដុល្លារក្នុងម្នាក់ៗពួកគេក៏ឆ្លើយវិញថាមិនអាចរួចទេហើយដូច្នេះតារាកម្ពុជាក៏បានចាក់ចេញពី Vine ហើយនៅឆ្នាំ2017 app Vine ក៏បាត់មុខឈឹងហើយ ByteDance ឆ្លាតព្រោះ
គេរៀនពីអាភាពបរាជ័យរបស់ Vine ហ្នឹងដើម្បីអភិវឌ្ឍ app របស់ខ្លួនឲ្យជោគជ័យ TikTok បានបង្កើតទីផ្សារមួយដែលគេតបភ្ជាប់ creator ទាំងអស់ហ្នឹងជាមួយនឹង advertiser ហើយសម្រាប់ឲ្យពួកគេអាចធ្វើការសហការជាមួយគ្នាយ៉ាងឆាប់រហ័សហើយរលួយអញ្ចឹងទៅហើយនេះគឺជាចំណុចដែលធ្វើឲ្យ content creator ហ្នឹងមានភាពសប្បាយចិត្តនិងភាពរីករាយជាមួយនឹង TikTok ពីព្រោះវាផ្ដល់ឲ្យពួកគេនៅវិធីងាយស្រួលក្នុងការរកលុយហើយចំណុចដែលខ្ញុំចាប់អារម្មណ៍នៅកន្លែងនេះគឺថា TikTok គឺនៅជាក្រុមហ៊ុនឯកជនឥឡូវទេហើយយើងឃើញថា TikTok កំពុងតែចង់បរិលក្ខណៈ e-commerce អាចទិញរបស់របរលើ TikTok បាន creator បង្កើតចង់វាអាចធំខ្លាំងអញ្ចឹងមែនទេចុះបើសិនជាបានជោគជ័យក្រុមហ៊ុននឹង IPO អត់ហើយ Amazon នឹងគួរតែព្រួយបារម្ភអត់អញ្ចឹងអានេះជាសំណួរអញ្ចឹងសម្រាប់អ្នកដែលវិនិយោគក្នុងទីផ្សារពាណិជ្ជអាចមើលដែរចំណុចមួយនឹងហើយតាមដានដែរថាបើសិនជា TikTok អាចបញ្ចេញបានគឺជាឱកាសមួយដែរអញ្ចឹងនឹងហើយគឺជាវិធីរកស៊ីប្រវត្តិសាស្ត្រជោគជ័យរបស់ TikTok គឺតាំងពីចិនរហូតមកដល់ជុំវិញពិភពលោកបាទគុណច្រើន